សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំចង់ចូលឈ្មោះFacebook របស់ខ្ញុំដែលមានឈ្មោះខ្មែរផងមានឈ្មោះអង់គ្លេសផងដូចជាឧទាហរណ៍ថានេះចឹងណានេះអញ្ចឹងនេះគឺមានឈ្មោះពីរអញ្ចឹងទៅអញ្ចឹងបើសិនជានេះអញ្ចឹងនេះអញ្ចឹងមានឈ្មោះតែមួយទេតែខ្ញុំចង់ឲ្យមានឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះថែមនៅត្រង់ខាងមុខនេះដែលមានវងកញ្ចក់មួយទៀតអញ្ចឹងយើងត្រូវធ្វើម៉េចអញ្ចឹងយើងត្រូវចូលមកកន្លែងនេះទីងាយនេះចូលកន្លែង see more about នេះហើយយើងអូសមកក្រោមណាយើងអូសចុះមកក្រោមយើងនឹងឃើញឈ្មោះថានេះ order name អញ្ចឹងយើងចុចពី order name ហ្នឹងមកហើយយើងរើសកន្លែងនេះអញ្ចឹងរើសកន្លែងនេះយើងយកពី order name ហើយយើងបំពេញឈ្មោះអ្វីដែលយើងចង់បានឧទាហរណ៍ថាដូចអីគេខ្ញុំដាក់ថាទឹកខ្មុំអញ្ចឹងទៅឧទាហរណ៍អញ្ចឹងណាទឹកខ្មុំអូខេអញ្ចឹងខ្ញុំរើសនេះតែបើសិនបន្ទាប់ពីលោកអ្នកសរសេរឈ្មោះហើយអញ្ចឹងយើងត្រូវនេះថិចអាកន្លែងនេះឲ្យវាបើកឡើងណាឲ្យវាចេញពណ៌ខៀវអញ្ចឹងហើយបានយើងអូខេមកណាទឹកខ្មុំមិញអូខេសុំទោសបាទទឹកខ្មុំអញ្ចឹងយើងអូខេមកយើងសេវមកបាទអញ្ចឹងយើងហើយនេះឃើញឈ្មោះ nickname របស់យើងណាអញ្ចឹងយើងត្រឡប់ចេញមកធម្មតាមកហើយយើង refresh វាមើលតោះមកយើងនឹងចូលមើលយើងចូលទៅមើលវិញសារថ្មីមកយើងនឹងឃើញយើង refresh មួយមកយើងអត់ទាន់ឃើញណែអូខេដល់ពេលដែលយើង refresh មកយើងឃើញអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងសូមអរគុណសម្រាប់សូម like និង share វីដេអូនឹងបន្តទៀតបើសិនជាចង់ដឹងពីអ្វីផ្សេងៗទៀត